ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងមកធ្វើស្ករត្នោតខ្ទិះដូងគ្រឿងផ្សំរួមមានស្ករត្នោត250ក្រាមខ្ទិះដូង300 ml សាច់ដូងខ្ចី260ក្រាមអំបិល 1/3 ស្លាបព្រាកាហ្វេជាមួយនឹងស្លឹកតើយ1សន្លឹកផងដែរចាជាដំបូងគឺខ្ញុំចាក់ទឹកចំនួន250 ml ដើម្បីទទួលបាននៅទឹកខ្ទិះដូង300 mlចាយើងធ្វើការច្របាច់បែបនេះដើម្បីទទួលបានខ្ទិះដូងចាបងប្អូនអាចប្រើប្រាស់ទឹកត្រជាក់ក៏បានឬក៏ទឹកក្តៅកាន់តែល្អបន្ទាប់មកយើងត្រងខ្ទិះដូងហើយយកកាកដូងចេញចាឥឡូវនេះគ្រឿងផ្សំរបស់យើងរួចរាល់ជាស្រេចយើងទៅចម្អិនទាំងអស់គ្នារងចាំរហូតដល់ឆ្នាំងរបស់យើងនឹងក្តៅបន្ទាប់មកទើបយើងអាចដាក់ជាមួយនឹងស្ករត្នោតរបស់យើងចូលចាបន្ទាប់ពីយើងដាក់ចូលគឺយើងត្រូវកូរវាទៅមកដើម្បីកុំឲ្យស្កររបស់យើងនឹងខ្លោចចាហើយនៅពេលដែលស្កររបស់យើងរៀងឡើងពងក្រងហើយក្រហមបន្តិចហើយគឺយើងដាក់ជាមួយនឹងស្លឹកតើយចូលហើយយើងក៏ត្រូវតែកូរស្លឹកតើយនេះដើម្បីឲ្យឈ្ងុយជាមួយនឹងស្ករផងដែរហើយនៅពេលឥឡូវនេះគឺស្កររបស់យើងឡើងក្រហមហើយដូច្នេះយើងអាចដាក់ជាមួយនឹងសាច់ដូងខ្ចីរបស់យើងបន្ទាប់មកយើងធ្វើការកូរបន្ថែមទៀតដើម្បីឲ្យស្ករជាមួយនឹងសាច់ដូងរបស់យើងហ្នឹងគឺវាចូលជាតិគ្នាបានល្អហើយចំពោះសាច់ដូងបងប្អូនទាំងអស់គ្នាអាចប្រើដូងខ្ចីក៏បានដូងចាស់ក៏បានចាបន្ទាប់មកទៀតបងប្អូនធ្វើការគ្របវាឲ្យពុះបន្ទាប់ពីពុះគឺយើងអាចបន្ថែមជាមួយនឹងខ្ទិះដូងរបស់យើងបានហើយយើងធ្វើការកូរវាម្ដងទៀតហើយជាចុងក្រោយគឺយើងដាក់អំបិលបន្តិចដើម្បីឲ្យស្ករត្នោតរបស់យើងផ្អែមមុតល្អបន្ទាប់មកយើងធ្វើការគ្របកម្រើកហើយរងចាំរហូតដល់វាពុះម្ដងទៀតឥឡូវនេះស្ករត្នោតរបស់យើងគឺបានរួចរាល់ជាស្រេចចាគឺក្លិនឈ្ងុយមែនទែនបងប្អូនទាំងគ្នាអាចធ្វើតាមលំនាំនេះបានបន្ទាប់ពីឆ្អិនរួចរាល់ហើយខ្ញុំធ្វើការបើកកម្រើកបន្តិចដើម្បីឲ្យវាឆាប់ចុះត្រជាក់ដើម្បីងាយស្រួលក្នុងការទុកដាក់ឥឡូវនេះទឹកស្កររបស់យើងបានចុះត្រជាក់ហើយដូច្នេះយើងអាចដួសដាក់ក្នុងកែវថ្មគឺល្អប្រសើរចាឲ្យបងប្អូនទាំងអស់គ្នាកុំភ្លេចយកជាមួយនឹងស្លឹកតើយចេញផងហើយនេះគឺជាស្ករត្នោតដែលខ្ញុំបានទុកនៅក្នុងទូទឹកកកចំនួន1យប់
ឥឡូវនេះយើងចាប់ផ្ដើមមកធ្វើជាមួយនឹងទឹកកកឈូសចាបងប្អូនធ្វើការកូរបែបនេះដើម្បីឲ្យខ្ទិះដូងនិងទឹកស្ករល្បាយចូលគ្នាបានល្អហើយបងប្អូនក៏អាចបន្ថែមជាមួយនឹងទឹកស្រូចាទឹកស្រូក្រហមស្រូខៀវស្រូលឿងហ្នឹងបើសិនបើបងប្អូនចូលចិត្តប៉ុន្តែបើសិនជាបងប្អូនមិនចូលចិត្តទេមិនបាច់ដាក់ក៏បានដែរចាហើយជាចុងក្រោយបងប្អូនទាំងអស់គ្នាបន្ថែមជាមួយនឹងទឹកដោះគោខាប់បន្តិចដើម្បីឲ្យទឹកកកឈូសរបស់យើងកាន់តែឈ្ងុយឆ្ងាញ់ចាឥឡូវនេះទឹកកកឈូសដងខ្ចីរបស់យើងគឺបានរួចរាល់ហើយជាមួយនឹងសោភ័ណភាពហើយនឹងរសជាតិគឺឆ្ងាញ់តែម្ដងណាបងប្អូនទាំងអស់គ្នាអាចសាកធ្វើបានចាជាចុងក្រោយសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយ like subscribe និង share វីដេអូរបស់អ្នកសាម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីអរគុណសម្រាប់ការទស្សនាបាយបាយ